កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាមចាប់ផ្ដើមធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំនៅឈូងសមុទ្រប៉ែករួមជាមួយនឹងការបោះពាក្យសម្ដីគម្រាមធ្ងន់ធ្ងរថានឹងវាយកំទេចនាវាចម្បាំងអាមេរិកបើសិនហ៊ានរំលោភចូលដែនទឹកប្រទេសខ្លួនល្បែងសង្គ្រាមរយៈពេល2ថ្ងៃនេះមានឈ្មោះថា Mohammed Nazari ធ្វើឡើងនៅតំបន់ដែនទឹកនៃឈូងសមុទ្រប៉ែកច្រកសមុទ្រ Hormuz សមុទ្រអូម៉ង់និងនៅតាមបណ្ដាកោះមួយចំនួនទៀតការបញ្ចេញសាច់ដុំយោធារបស់អ៊ីរ៉ង់នេះធ្វើឡើងនៅក្នុងគោលបំណងបង្ហាញពីសមត្ថភាពប្រយុទ្ធរបស់កងទ័ពជើងទឹក IRGC និងការអនុវត្តប្រព័ន្ធវាយលុកនិងការពារថ្មីនៅក្នុងប្រតិបត្តិការមីស៊ីលការទប់ទល់ដោយប្រើយន្តហោះដ្រូនពិឃាតការត្រួតពិនិត្យនិងប្រតិបត្តិការតាមដានដោយប្រើប្រាស់បច្ចេកវិទ្យា AI បើតាមក្រុមអ្នករៀបចំសមរយុទ្ធនេះដែរក៏បង្ហាញពីសារចំនួន2គឺសន្តិភាពនិងមិត្តភាពដល់ប្រទេសជិតខាងរួមទាំងការព្រមានយ៉ាងច្បាស់ដល់សត្រូវថាការកណនាខុសណាមួយនឹងត្រូវប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់សូមរំលឹកថាកងកម្លាំងជើងទឹកអ៊ីរ៉ង់និងអាមេរិកធ្លាប់មានប្រវត្តិប៉ះទង្គិចគ្នាជាយូរមកហើយនៅឈូងសមុទ្រប៉ែកសមុទ្រអូម៉ង់និងច្រកសមុទ្រ Hormuz ចាប់តាំងពីទសវត្សរ៍ឆ្នាំ1980ហើយក្រោយមកកងទ័ពជើងទឹកអ៊ីរ៉ង់ជារឿយៗតែបញ្ចេញសាច់ដុំយោធាទ្រង់ទ្រាយធំនៅឈូងសមុទ្រប៉ែកនិងសមុទ្រអូម៉ង់ដើម្បីបង្ហាញពីសមត្ថភាពការពារខ្លួននិងជាសញ្ញាទប់ទល់ជាមួយមហាអំណាចបរទេស